ចំណីស្បែកដ៏សំខាន់សម្រាប់អ្នកដែលចង់បំបុកស្បែកឲ្យសលឿនសខ្លាំងហើយសតនកម្មវិធីអីហ្នឹងបងអូនមើលរំលងស្ក្រាបប្រេងនិងវីតាមីនស្ប៉ារបស់យ៉ាសកាអត់បានទេព្រោះថាឈុតនេះជាជំនួយការដ៏សំខាន់ដែលអាចខ្វះបានទេបើសិនជាចង់បំបុកស្បែកឲ្យស្លេកជាដំបូងបងអូនត្រូវតែផ្សើមខ្លួនជាមួយនឹងទឹកឲ្យជោគដើម្បីធ្វើការប្រើប្រាស់ស្ក្រាបហើយនឹងប្រេងព្រោះថាស្ក្រាបយ៉ាសកាត្រូវទឹកកាន់តែច្រើនកាន់តែបញ្ចេញប្រសិទ្ធភាពនៅពេលដែលបងអូនប្រើប្រេងលាយជាមួយស្ក្រាបយ៉ាសកាបែបហ្នឹងគឺកាន់តែជួយពន្លឿនប្រសិទ្ធភាពស្ក្រាបហ្នឹងឲ្យកាន់តែកើនឡើងទ្វេដងហើយក៏ជួយទៅបង្កើនបរិមាណស្ក្រាបថែមទៀតអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ស្ក្រាបយ៉ាសកាអស់មួយកំប៉ុងដូចយើងប្រើ2ទៅ3កំប៉ុងអញ្ចឹងស្ក្រាបយ៉ាសកាគឺផ្សំចេញពីផ្លែឈើជាច្រើនមុខនិងគ្រាប់អំបិលរ៉ែសមុទ្រតូចៗដែលមានសមត្ថភាពខ្ពស់ខ្លាំងមែនទែនទៅលើការជំរុះកោសិកាចាស់ៗជំរុះជាតិក្អែជាតិកខ្វក់តោងជាប់នៅលើស្បែកយើងបានល្អខ្លាំងមែនទែនហើយរឹតតែពិសេសហើយក៏ជួយទៅបំបត្តិក្លិនខ្លួននិងក្លិនឃ្លៀកបានដែរហើយការដែលយើងចាក់ប្រេងចូលទៅក្នុងស្ក្រាបបែបហ្នឹងប្រសិទ្ធភាពគុណភាពគឺកាន់តែល្អជាងយើងប្រើស្ក្រាបតែមួយមុខចំណាយពេលវេលាក្នុងការស្ក្រាបត្រឹមតែ3ទៅ5នាទីឯងធ្វើការម៉ាស្សាថ្នមថ្នមកន្លែងណាដែលមានស្នាមមានក្រិនអីហ្នឹងហើយលាងទឹកចេញស្បែករបស់យើងគឺថាសភ្លឺថ្លាទន់មាត់អាឡូងភ្លាមជំហានបន្ទាប់ទៀតគឺជាការប្រើប្រាស់វីតាមីនស្ប៉ានៅក្នុងមួយប្រអប់ហ្នឹងមាន5កញ្ចប់បងអូនគ្រាន់តែលាយទាំង5មុខហ្នឹងបញ្ចូលគ្នាទៅហើយធ្វើការអប់លើស្បែកហើយវីតាមីនអប់ស្បែករបស់យ៉ាសកានេះហានៅពេលដែលយើងប្រើប្រាស់ម្ដងដូចយើងទៅបញ្ចូលវីតាមីនអប់ស្បែកទៅតាមហាងម្ដងអញ្ចឹងហើយគឺពិតជាចំណេញខ្លាំងមែនទែនចំណេញទាំងថវិកាចំណេញទាំងពេលវេលាព្រោះថាការប្រើប្រាស់វីតាមីនអប់ស្បែកនេះចំណាយពេលត្រឹមតែ10ទៅ15នាទីឯងបងអូនក្រោយពេលដែលលាងទឹកចេញស្បែកយើងចេញមកគឺថាសឡើងប្លែកសឡើងម៉ត់សឡើងថ្លាបើនិយាយពីភាពប្លែកវិញសឹងតែថាដូចយើងទៅតែបញ្ចូលវីតាមីនស្បែកហើយអញ្ចឹងមានតែជំនួយការ3មុខនឹងនៅក្នុងដៃឯងភ័យព្រួយខ្លាចស្បែកអត់សលះសខ្លាំងឬមួយក៏សអត់ទាន់កម្មវិធីអីទៀតដែរ